AD តែបៃតង AD មានរសជាតិឆ្ងាញ់សម្បូរវីតាមីន C កាត់បន្ថយជាតិខ្លាញ់មាន3រសជាតិរសជាតិក្រូចឆ្មាទឹកឃ្មុំរសជាតិត្រពាំងបាយជូររសជាតិកូឡេនចាហួយដូងតែបៃតង AD មានរង្វាន់ដូចជាមាសមជី11ដំឡឹងលុយសុតម៉ូតូ Honda Dream 2021និងរង្វាន់ AD រាប់លានដប AD 20ឆ្នាំនៅកម្ពុជា AD សម្បូរវីតាមីនញ៉ាំ AD ជួយពង្រឹងប្រព័ន្ធការពារធ្វើឲ្យរាងកាយរឹងមាំសួស្តីចាហ្វេនទាំងអស់គ្នាថ្ងៃនេះ admin មកសង្ខេបរឿងជាបន្តទៀតហើយគឺរឿងនារីលក្ខសម្រស់ភាគទី11តែមុននឹងសង្ខេបរឿងសូមអរគុណដល់ fan ចំនួន2នាក់សិនដែល fan ទី1គឺផ្ញើថវិកាចូលក្នុងគណនីធនាគារ ABA របស់ admin តាមរយៈ Wing Wallet អត់ដឹងថាគាត់ឈ្មោះអីទេអរគុណច្រើននិង fan ម្នាក់ទៀតមានឈ្មោះថាតូយ៉ាអរគុណដូចគ្នាសម្រាប់ fan ដែលចង់ឧបត្ថម្ភលើកទឹកចិត្ត admin អាចផ្ញើចូលមកកាន់គណនីធនាគារ ABA របស់ admin ដោយដែល admin បានណូតនៅក្នុងនឹងរួចជាស្រេចអរគុណច្រើនឥឡូវចូលសាច់រឿងយើងវិញម្នាក់នាំគ្នាញ៉ាំអីហើយចូលសម្រាប់អស់ហើយលើកលែងតែតួស្រីគាត់ដើរមកឃើញវៃលៀនកំពុងតែរៀបចំតុអាហារអញ្ចឹងទៅគាត់ក៏ជួយរៀបចំតែតួស្រីធ្វើឲ្យធ្លាក់ចានបែកពេលហ្នឹងគាត់ព្យាយាមរើសកំទេចបែកទាំងអស់ហ្នឹងតែវៃលៀនក៏ចាប់ដៃគាត់ជាប់ហើយវៃលៀនអត់ឲ្យគាត់ធ្វើទេនិយាយទៅអត់ចង់ឲ្យតួស្រីរបស់យើងធ្វើអីទាំងអស់ឲ្យតែចាំនៅបន្ទប់មុនចោះតួស្រីក៏លឺថាតែចាំនៅបន្ទប់មុនភ្ញាក់បដ ாய் ភ្លេចគិតថាយប់ហ្នឹងគេត្រូវគេង12អ្នកវៃលៀនណោះហើយពួកគេក៏ចាប់ផ្ដើមដើរមកបន្ទប់វិញទាំងភ័យទាំង2អ្នកវៃលៀនក៏ភ័យដែរចុះគាត់មានអារម្មណ៍ល្អចំពោះតួស្រីដូចគ្នាចំណែកឯតួស្រីវិញគាត់ជាស្រីហើយតែគេងបន្ទប់មួយជាមួយវៃលៀនសំខាន់ក្រេមួយ2អ្នកទៀតមិនមែនក្រេដាច់ដライទេធ្វើមិនទេខ្ញុំពេលហ្នឹងពួកគេក៏បានបើកទ្វារបន្ទប់ចូលទៅតួស្រីដើរមកស្រាប់តែឃើញតួប្រុសនៅចំពោះមុខរបស់គាត់តួប្រុសនិយាយយ៉ាងខ្លី Hi តួស្រីសួរថាមិនក៏លោកនៅទីនេះតែតួប្រុសនិយាយថាអស់បន្ទប់គេងហើយដូច្នេះមានតែមកគេងជាមួយអ្នកទាំងអស់គ្នានឹងឯងខាងយើងគឺជាក្រុមតែមួយតែហើយពេលហ្នឹងតួស្រីក៏គិតក្នុងចិត្តល្អណាស់គេង3នាក់សុវត្ថិភាពជាងគេង2នាក់ហើយពេលហ្នឹងវៃលៀនក៏និយាយថាអត់អីទេបើអញ្ចឹងឯងគេងជាមួយនឹងសាងធានចោះព្រោះអីឯងដៃកំពុងតែឈឺអញ្ចឹងខ្ញុំទៅរកបន្ទប់មិត្តភ័ក្តិផ្សេងគេងជាមួយតែតួស្រីក៏ខាត់ប្រាប់ថាមិនបាច់ទៅរកណាទេគេងក្រេមួយ3នាក់ទៅមានតែអីហើយពេលហ្នឹងតួប្រុសក៏ថាបានបើអញ្ចឹងគាត់គេងកដាលតួស្រីសួរមកអញ្ចឹងតួប្រុសក៏ថាគាត់ចង់គេងកដាលអញ្ចឹងណាហើយនឹងដេញពីនឹងឲ្យប្រញាប់ទៅងូតទឹកទៅអាំងមកគេងជាមួយគ្នាពេលងូតទឹកហើយពួកគេក៏មកគេងជាមួយគ្នាតួស្រីភ័យខ្លាចគេងអត់លក់ទេមកដល់អង្គុយហើយតួប្រុសគាត់ឃើញវៃលៀនមើលសាងធានគាត់ក៏ស្ដីឲ្យវៃលៀនថាមើលអីមិនក៏បិទភ្លើងទៅឆាប់គេងបន្ទាប់មកវៃលៀនក៏បិទភ្លើងគេងតែតួស្រីគាត់និយាយថាខ្ញុំសូមអត់ទាន់បិទភ្លើងទេចាំបន្តិចទៀតហើយតួស្រីគេងអត់លក់ឯនៅភ័យនឹងឯងតួប្រុសក៏ដឹងថាតួស្រីប្រហែលជាគេងមិនលក់ទេលើកហ្នឹងទៅគាត់ក៏យកជើងរបស់គាត់កងវៃលៀននិយាយទៅគឺគេងឲ្យឆ្ងាយពីតួស្រីកុំឲ្យតួស្រីខ្លាចហើយតួស្រីណែឮសំឡេងគេកងគ្នាគាត់ភ័យគាត់គិតថាតួប្រុសនឹងកងគាត់ដែរហើយគាត់ស្វាខិតទៅគៀនឯតួប្រុសក៏ខិតទៅខាងនោះចង់ចាប់កដាលនឹងសោះប្រឡោះយ៉ាងធំហ្មងហើយតួស្រីនៅតែគេងភ័យនឹងឯងខ្លាចគេមកកងខ្លួនឯងវិញខ្លាចគេព្យាយាមចិត្តស្និទ្ធជាមួយខ្លួនណាដល់ពេលគេងយូរតិចទៅតួស្រីក៏ងាកមុខមកក្រោយវិញស្រាប់តែអូយហួសចិត្តហ្មងពាក្យនេះគេងនឹងចង់ធ្លាក់ពីលើក្រែហ្នឹងតួស្រីមើលហើយគឺហួសចិត្តតែគាត់អត់ដាស់ពាក្យហ្នឹងហើយក៏អត់ទាញពាក្យហ្នឹងមកវិញដែរគឺគាត់គេងយ៉ាងមានក្តីសុខតែម្នាក់គាត់បិទភ្លើងគេងទៅរីឯតួប្រុសវិញគឺថាដឹងរឿងគ្រប់យ៉ាងទាំងអស់តាមពិតតួប្រុសគេងមិនទាន់លក់ផងហ្នឹងសប្បាយចិត្តនៅពេលដែលឃើញធ្វើល្អឲ្យតួស្រីគឺខ្លួនឯងមានអារម្មណ៍សប្បាយចិត្តហ្មងតួប្រុសចំណែកឯពូរបស់តួប្រុសឯនេះវិញដើរត្រឡប់មកវិញតែតាមផ្លូវបានជួបជាមួយនឹងមនុស្សស្រីម្នាក់កំពុងតែដោះកង់ឡានណាគាត់ក៏ទៅសួរថាមានអីខ្ញុំជួយអត់ពេលហ្នឹងងាកមកអ្នកគ្រូម៉ាសោះអ្នកគ្រូម៉ារឹកធំមកក៏ថាខ្ញុំមិនត្រូវការជំនួយពីលោកទេអ្នកគ្រូម៉ាក៏គាត់ព្យាយាមដោះកង់ឡានខ្លួនឯងអញ្ចឹងណាតែតួប្រុសក៏ថាទោះជាមិនត្រូវការជំនួយពីខ្ញុំក៏ខ្ញុំត្រូវតែជួយដែរពូតួប្រុសហ្នឹងក៏មកជួយដោះកង់ឡានដោយដោយកង់ឡានអញ្ចឹងទៅឲ្យអ្នកគ្រូម៉ាឈោលួចមើលរហូតចង់ជួយដូចគ្នាដែរពេលហ្នឹងតួពូតួប្រុសហ្នឹងក៏រាវដៃ
យកដៃមករាវរោសាវហ្នឹងអ្នកគ្រូម៉ាចង់ហុចឲ្យតែចៃដន្យអីក៏ខ្លាយទៅជាចាប់ដៃគ្នាអ្នកគ្រូម៉ាភ័យហើយភ័យមើលទៅដូចមិនដែលមានណាចាប់ដៃគាត់អញ្ចឹងហើយបន្ទាប់មកពូតួប្រុសក៏ដេញអ្នកគ្រូម៉ាថាអ្នកនាងគួរតែឈរឲ្យឆ្ងាយពីកន្លែងហ្នឹងទៅខ្លាចប្រឡាក់ព្រោះឲ្យកន្លែងហ្នឹងវាក៏ខ្វក់អីចឹងណាតែអ្នកគ្រូម៉ាថាអត់អីគាត់នៅចិត្តហ្នឹងបន្ទាប់មកទៀតអ្នកគ្រូម៉ាមើលទៅហាក់បីដូចជាអារម្មណ៍ល្អជាមួយនឹងពូរបស់តួប្រុសហើយពូតួប្រុសបញ្ចេញកម្លាំងដូរកង់ឡានមើលទៅឡើងសង្ហាហ្មងណាអ្នកគ្រូម៉ាវិញលួចញញឹមរហូតបន្ទាប់ពីដូរកង់ឡានអីហើយពូតួប្រុសក៏សួរថាឥឡូវចិត្តទៅយើងភ្ជាប់វីឆាតជាមួយគ្នាបានអត់ទៅអ្នកគ្រូក៏សួរថាភ្ជាប់ធ្វើអីគាត់ថាបើសិនជាថ្ងៃក្រោយបែកកង់យ៉ាងទៀតអាចតាក់ទងសុំជំនួយពីខ្ញុំបានខ្ញុំនឹងជួយគ្រប់ពេលវេលាពួកគេក៏ភ្ជាប់វីឆាតជាមួយគ្នាទៅហើយនឹងលាគ្នាទៅផ្ទះរៀងៗខ្លួនតែមើលទៅដូចធ្លាក់ក្នុងលងស្នេហ៍គ្នាមិនទេពូតួប្រុសហើយនឹងអ្នកគ្រូម៉ាភ្លឺឡើងឃើញតួស្រីគេងឡើងអនាធបត័យហ្មងនៅលើក្រេមួយតែឯងណារើចុះរើឡើងហើយគាត់ភ្ញាក់ឡើងស្រាប់តែគាត់ឃើញវៃលៀនហើយនឹងតួប្រុសគឺថាភ្ញាក់ប្រើតហ្មងវៃលៀនមើលទៅហៅមុខមកចំហៀងសួរថាមានរឿងអីកើតឡើងយប់មិញតួប្រុសក៏និយាយស្ដាប់យប់មិញគាត់គេងរើខិតទៅខាងវៃលៀនអញ្ចឹងដល់ពេលកដាលយប់វៃលៀនហ្នឹងក៏គាត់ងើបទៅបន្ទប់ទឹកបន្ទាប់ពីគាត់ចូលបន្ទប់ទឹកហើយត្រឡប់មកវិញគាត់ឃើញកដាលហ្នឹងទលាយគាត់ក៏គេងកដាលហ្នឹងហើយគាត់គេងលួចមើលមុខតួស្រីរហូតក្នុងរូបភាពតែគេបញ្ជាក់មិនបាននិយាយថាលួចមើលមុខតួស្រីទេតួប្រុសគាត់ដឹងអញ្ចឹងគាត់ក៏វាយវៃលៀនផាំងទីវៃលៀនមកវិញធ្វើឲ្យវៃលៀនព្រលឹមឡើងមុខហៅមកចំហៀងឃើញសាសនាមរៀមដៃតួស្រីនោះសើចឡើងកាច់កកាច់ស្រង់ហ្មងណាហើយពេលហ្នឹងតួស្រីក៏សួរថាមិនខ្ញុំមិនដឹងរឿងសោះអញ្ចឹងតួប្រុសថាឯងដឹងរឿងអីឯងដូចដេកដូចជ្រូកងាប់អញ្ចឹងតួស្រីក៏ថាខ្ញុំដូចជ្រូកងាប់ក៏ប៉ុន្តែលោកវិញមើលចាស់ដូចមន់គោកអញ្ចឹងញ៉ាំសក់តួប្រុសដូចមន់គោកហើយតួប្រុសក៏គាត់ធ្វើចរិតប្រុសស្អាតក៏ថាខ្ញុំគ្មានទេខ្ញុំតែងតែក្រោកឡើងជាមួយនឹងភាពស្រស់សង្ហាជារៀងរាល់ព្រឹកពេលហ្នឹងក៏ស្រាប់តែអ្នកគ្រូម៉ាទេមកតួស្រីឲ្យបញ្ញាប់មកវិញឲ្យលឿនឡើងពួកគេក៏បញ្ញាប់មកជួបអ្នកគ្រូទាំងអស់គ្នាអ្នកគ្រូហៅមកនេះគឺស្ដីឲ្យប្រាប់ហើយថាកុំឲ្យនាំវ៉ែនប៊ីងទៅដើរលេងតែចុងក្រោយនាំទៅដដែលគ្រប់គ្នាក៏ចេញមុខទទួលទោសកំហុសរៀងខ្លួនចឹងណាតួស្រីក៏ថាមកពីគាត់វៃលៀនក៏ថាមកពីគាត់តួប្រុសក៏ថាមិនមែនទេគ្រប់គ្នានឹងគឺកុហកលាក់បាំងគាត់ហើយតែគាត់រកឃើញថាគេទៅដើរលេងគាត់ក៏ទៅដោយខ្លួនឯងអីចឹងណាហើយបន្ទាប់មកអ្នកគ្រូក៏ស្ដីឲ្យថាឯងមិនចង់ជាទេយ៉ាត់ខូចដៃលេងកីឡាលេងកើតអីចឹងណាតួប្រុសក៏គាត់ថាគាត់ដឹងកំហុសហើយថ្ងៃក្រោយមិនឲ្យរឿងហ្នឹងកើតឡើងទៀតទេអ្នកគ្រូក៏លើកលែងទោសឲ្យដែរតែអ្នកគ្រូបានប្រាប់ថាក្រុមអ្នកទាំងអស់គ្នាគឺត្រូវប្រកួតជាមួយនឹងក្រុមនៅសាលាផ្សេងឲ្យត្រៀមខ្លួនទៅមើលទៅវៃលៀនទឹកមុខមិនស្រស់ស្រាយសោះព្រោះអីគាត់ស្គាល់ក្រុមផ្សេងហ្នឹងណាហើយអ្នកទាំងអស់គ្នាក៏គ្មានអ្នកណាសប្បាយចិត្តដែរព្រោះអីក្រុមផ្សេងគឺក្រុមជើងខ្លាំងនៅសាលាគេតាមពិតទៅត្រូវប្រកួតជាដៃគូជាមួយនឹងសិស្សច្បងរបស់យើងសិស្សច្បងរបស់យើងកាលពីឆ្នាំមុននៅតែប្រកួតចាញ់គេអញ្ចឹងពួកយើងរឿងអីមានសង្ឃឹមតែឈ្នះគេនោះតែអ្នកគ្រូក៏អត់ខ្វល់ទេគាត់ថានេះគឺជាការសម្រេចចិត្តរបស់គាត់ពួកឯងត្រូវតែហ្វឹកហាត់ទៅការហ្វឹកហាត់នេះគឺដកតួប្រុសចេញដោយសារតួប្រុសឈឺដៃអញ្ចឹងអត់អាចចូលរួមប្រកួតមួយគេបានទេរីឯសិស្សច្បងនេះដែលត្រូវជាបងប្រុសរបស់មេណាគាត់មកតវ៉ាមួយអ្នកគ្រូថាលទ្ធផលត្រូវគាត់ជាអ្នកប្រកួតជាមួយនឹងក្រុមសាលាផ្សេងមិនត្រូវព្រោះឯឆ្នាំមុនគាត់ចាញ់គេឆ្នាំនេះគាត់ចង់សងសឹកអីចឹងណាតែអ្នកគ្រូគាត់ថានេះគឺជាការសម្រេចចិត្តរបស់គាត់និយាយទៅគឺគាត់ឲ្យក្រុមសិស្សប្អូនហ្នឹងគឺក្រុមតួប្រុសតួស្រីយើងជាអ្នកទៅប្រកួតទោះបីជាខាងសិស្សច្បងហ្នឹងសុំវល់អ្នកគ្រូយ៉ាងណាក៏ដោយក៏អ្នកគ្រូមិនខ្វល់ដែរចំណែកឯមេងណាហើយនឹងសាងសាននេះគឺចាប់ផ្ដើមលេងហ្គេមលេងឆាតជាមួយគ្នាទៀតហើយណាក៏ប៉ុន្តែមេងណាគាត់ក៏និយាយប្រាប់ថាម៉ោង3នេះគាត់បាននៅលេងទេគាត់ត្រូវចេញទៅក្រៅហើយទៅជួបមនុស្សម្នាក់សាងសានគាត់ថាជួបអ្នកណាគេគាត់ក៏និយាយថាកាលពីមុនគាត់ជួបមនុស្សឈួតម្នាក់អីចឹងណាហើយឥឡូវហ្នឹងមនុស្សឈួតហ្នឹងអានឲ្យអាវធំរបស់គាត់ខ្ចីអញ្ចឹងម៉ោង3ត្រូវយកអាវធំទៅឲ្យគេវិញធ្វើឲ្យប្អូនទូស្រីឆ្លក់ទឹកហ្មងពួកអីគាត់ណាត់ជាមួយនឹងមេងណាម៉ោង3នឹងឯងចឹងគាត់ថាម្នាក់ដែលគាត់លេងជាមួយនេះតាមពិតមេងណាសោះហើយគាត់ក៏សុំរូបភាពមេងណាមើលថាមនុស្សដែលមេងណាថាក្រាស់លើនឹងជាអ្នកណាគេមេងណាក៏ផ្ញើឲ្យគឺរូបតួប្រុសចាំហ្មងអើយសាងសានក៏ថាគិតទៅផែនដីនេះចង្អៀតមែនចុងក្រោយគឺជាមេងណាមិនអាចទេមិនអាចឲ្យមេងណាដណ្ដើមសង្សារបងស្រីរបស់ខ្ញុំបានទេខ្ញុំត្រូវតែរកវិធីខាត់ខាំងនាងកាលមុនផ្ដល់ការប្រឹក្សាយោបល់ឲ្យមេងណាហ្នឹងធ្វើម៉េចឲ្យបានតួប្រុសចឹងពួកគាត់ស្គាល់ថាមេងណាធ្វើម៉េចឲ្យបានក្រាស់គាត់មកជាគូតែឥឡូវហ្នឹង no គឺធ្វើម៉េចបំបែកពីនឹងកុំឲ្យដណ្ដើមសង្សារបងស្រីរបស់គាត់តួស្រីយើងវិញត្រឡប់មកវិញឯនេះមកសុំវល់មិត្តភក្តិគាត់ដឹងសុំវល់រឿងអីអត់បើសិនជាមានអ្នកណាមកសួរនាំអីប្រាប់ទៅថាយើងជាសង្សារនឹងគ្នាចឹងណាព្រោះឥឡូវគេដឹងទូទាំងក្រុមហើយថាយើងជាសង្សារនឹងគ្នាហើយខាងកាហ្វេនឹងនៅចិត្តសាលាទៀតខ្លាចបែកការអញ្ចឹងប្រាប់ខាងមិត្តភក្តិរបស់គាត់ឲ្យត្រៀមខ្លួនចាប់ពីថ្ងៃនេះតទៅយើងគឺជាសង្សារនឹងគ្នា
អាដេតែបៃតងអាដេមាន3រសជាតិរសជាតិក្រូចឆ្មាទឹកឃ្មុំរសជាតិទឹកពាំងបាយជូររសជាតិកូឡេនចាហួយដូងអាដេ20ឆ្នាំនៅកម្ពុជាអាដេសម្បូរវីតាមីនញ៉ាំអាដេជួយពង្រឹងប្រព័ន្ធការពារធ្វើឲ្យរាងកាយរឹងមាំវេលាម៉ោង3រសៀលមេណាក៏មកចាំសាងសានមែនយកអាវមកឲ្យណាតែមានបរិះម្នាក់ដើរមកប្រាប់មេណាថាមនុស្សប្រុសម្នាក់ហ្នឹងអត់បានមកទេគាត់ចេញទៅវិញមិញបាត់ហើយគាត់ប្រាប់ថាឲ្យចាំគាត់បន្តិចទៀតបានគាត់មកវិញម្នាក់ហ្នឹងក៏អូខេគាត់នឹងនៅចាំតាមពិតសាងសានគ្មានទៅណាទេគេមកបាញ់លុយគេទៀតហើយគាត់ថាគាត់នឹងធ្វើបាបម្នាក់ហ្នឹងម្ដងចង់ដណ្ដើមសង្សារបងស្រីរបស់គាត់ផងអាវក៏អត់យកកសែងនេះក៏គាត់អត់ឲ្យវិញដែរអញ្ចឹងចាត់ទុកថារួចគ្នាចោះបានរបស់មកខាងម្នាក់ហើយមិញណាឈរចាំសាងសានយូរណាស់រាប់ម៉ោងរហូតដល់ចុកជើងគាត់ក៏ដើរមកអង្គុយសិនគាត់អង្គុយចាំឡើងយូររហូតដល់គាត់គេងលក់ទៀតមកសន្ទុះឡើងក៏ស្រាប់តែឃើញសាងសានដល់មកតាំងមានកាន់ចំណីក្នុងដៃផងគាត់មកដល់គាត់ឃើញមេងណាអង្គុយចាំគាត់ក៏អាណិតមេងណាណាគាត់ថាពិតជាមនុស្សដ៏ស្មោះត្រង់ម្នាក់មែនអង្គុយចាំឡើងយូរគាត់ផងយកអាហារក្នុងដៃនឹងទៅឲ្យមេងណាតែគាត់នឹកឃើញថាមិនអាចទេមិនអាចការធ្វើល្អមិនតិចមកយកឈ្នះចិត្តយើងបានទេបើសិនជាយើងរើសបងមិនត្រូវមានមេងណាបើសិនជារើសមានមេងណាគឺបានន័យថាក្បត់បងខ្លួនឯងហើយដូច្នេះគាត់នឹងមិនធ្វើល្អដាក់មេងណាជាដាច់ខាតគាត់ញ៉ាំនំនឹងឲ្យអស់ហើយគាត់ដើរទៅវិញទៅតួប្រុសកំពុងតែអង្គុយបារម្ភមិនដឹងថាគួរធ្វើយ៉ាងណាជួយក្រុមរបស់ខ្លួនឲ្យប្រកួតឈ្នះក្រុមសាលាគេទេតែពេលហ្នឹងតួស្រីក៏មកដល់តួប្រុសក៏ថាឲ្យចិត្តដល់ថ្ងៃប្រឡងហើយនៅតែទៅក្រៅដើរលេងទៀតពេលហ្នឹងតួស្រីក៏ថាខ្ញុំក៏គិតពីរឿងប្រកួតប្រឡងនឹងដែរក៏ប៉ុន្តែសង្សារខ្ញុំគាត់ចង់ហៅខ្ញុំទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាតួប្រុសឮតែអញ្ចឹងហើយចាំមិនក៏ឆាប់មកវិញម៉េចតួស្រីថាញ៉ាំហើយអញ្ចឹងត្រូវតែមកវិញអញ្ចឹងហើយតួប្រុសក៏ថាអើយពិតជាមិនយល់ពីចិត្តរបស់មនុស្សស្រីមែនគេអញ្ជើញយើងញ៉ាំអាហារក្រោមភ្លើងទៀនជាមួយគ្នាយើងអត់អាចផ្ដល់អីពិសេសឲ្យគេបានទេអីឯងពិតជាមិនយល់ចិត្តមនុស្សស្រីមែនតួស្រីគាត់ក្នុងចិត្តគិតក្នុងចិត្តខ្ញុំនឹងហៅមនុស្សស្រីមិនយល់ចិត្តមនុស្សស្រីអីទៀតពេលហ្នឹងតួស្រីក៏សួរថាលោកចង់មានន័យថាម៉េចតួប្រុសក៏និយាយថាឥឡូវតោះចាំខ្ញុំបង្រៀនឯងគាត់ក៏ឡើងទៅអង្គុយចិត្តតួស្រីគាត់ថាឥឡូវឯងចាត់ទុកខ្ញុំជាសង្សាររបស់ឯងហើយឯងគឺជាធាននឹងហ្មងតួប្រុសក៏សម្ដែងឲ្យមើលចូលតួធ្វើជាខ្ទើយហ្មងធានអូនលាបងហើយណាចាំស្អែកជួបគ្នាណាបងសម្លាញ់ពេលហ្នឹងតួស្រីក៏ថយចេញមកឆ្ងាយមកហើយថានឹងហើយចាំស្អែកជួបគ្នាតួប្រុសក៏ថាធ្វើអញ្ចឹងមិនកើតអើយមកពីយើងកាយវិការពាក្យសម្ដីចឹងហើយបានជាទំនាក់ទំនងយើងចេះតែមិនទៅមុខសោះឥឡូវធ្វើម្ដងទៀតតួប្រុសក៏ធ្វើស្និទ្ធស្នាលជាងមុនទៀតគឺកោយស្មាតួស្រីហើយនិយាយថាធានណាចាំស្អែកជាងជួបគ្នាម្ដងទៀតណាហើយពេលហ្នឹងតួស្រីក៏ឆ្លាក់ដែលធ្វើឲ្យខាងតួប្រុសហ្នឹងគឺគាត់ហួសចិត្តហ្មងគឺមកពីឯងធ្វើអញ្ចឹងសោះទៅមិនវិវត្តទៅមុខឥឡូវដូរគ្នាវិញគឺចាត់ទុកថាខ្ញុំជាធានហើយឯងគឺជាមិត្តស្រីរបស់ធានអញ្ចឹងឲ្យតួស្រីសម្ដែងជាមនុស្សស្រីវិញហើយនឹងនិយាយពាក្យដូចដែលគាត់និយាយតួស្រីក៏ធ្វើតាមទាំងភ័យណាធានជួបគ្នាថ្ងៃស្អែកពេលហ្នឹងតួប្រុសថាមិនមែននិយាយចឹងទេនិយាយសតុនបន្តិចតួស្រីក៏និយាយព្យាយាមឲ្យសតុនធានចាំជួបគ្នានៅថ្ងៃស្អែកណាតួប្រុសក៏ឆ្លើយមកវិញថាមិនជួបទេតួស្រីសួរហេតុអីតួប្រុសក៏និយាយស៊ីអារម្មណ៍ភាសារបស់គាត់ក្នុងចិត្តគាត់ណាគាត់ថាព្រោះបងនៅពេលភ្ញាក់ពីគេងព្រឹកឡើងបងបើកភ្នែកឡើងគឺបងចង់ឲ្យមានវត្តមានរបស់អូននៅក្បែរបងជារៀងរាល់ថ្ងៃហើយពាក្យហ្នឹងឡើងស៊ីអារម្មណ៍តែ admin អត់សូវចេះប្រែស៊ីអារម្មណ៍ទេពេលហ្នឹងតួស្រីក៏ស្រឡាំងកាំងហ្មងតួប្រុសក៏ចុះទៅបាត់ទៅហើយឯងនេះយ៉ាប់ហ្មងថាអាយ hockeyមិនប្រកែរឿងស្នេហានៅឲ្យខ្ញុំបរៀនឯងទៀតពេលហ្នឹងតួស្រីក៏ញញឹមលួចសាយតែម្នាក់ឯងសប្បាយចិត្តនឹងពាក្យរបស់តួប្រុសក៏ប៉ុន្តែក៏នឹកឃើញក្នុងចិត្តយ៉ាហើយ Van Bing ចេះប្រើពាក្យសម្ដីស៊ីអារម្មណ៍អញ្ចឹងបានន័យថាជាព្រានារីហើយចេះញ៉ាយគេទៀតនៅសាលារៀនថ្ងៃនេះគឺពួកគេនាំគ្នាប្រជុំក្រុមសិក្សាពីដៃគូប្រកួតគឺសិតតែជាអ្នកខ្លាំងដែលប្រកួតមិនដែរចាញ់អញ្ចឹងណាអញ្ចឹងក្រុមទាំងអស់ហ្នឹងគឺគ្មានសង្ឃឹមថានឹងប្រកួតឈ្នះគេទេតែតួស្រីលើកទឹកចិត្តអ្នកទាំងអស់គ្នាថាយើងកុំខ្វល់ឧទាហរណ៍ថាយើងឈ្នះគឺចាត់ទុកថាយើងឈ្នះសប្បាយចិត្តតែបើសិនជាយើងចាញ់យើងឲ្យចាត់ទុកចេះវិញថានេះគឺជាឱកាសរបស់យើងដែលយើងបានសាកល្បងប្រកួតជាមួយនឹងអ្នកខ្លាំងគឺជាបទពិសោធន៍ដ៏ធំរបស់ពួកយើងអញ្ចឹងណាក៏ប៉ុន្តែលើកលែងតែវ័យលៀនដូចជាអារម្មណ៍អត់នៅនឹងខ្លួននេះដូចខ្លាចគេមិនដឹងទេនេះ
តួស្រីពេលត្រឡប់មកវិញគឺគាត់បាននិយាយរឿងរ៉ាវវៃលៀនប្រាប់ដល់តួប្រុសថាវៃលៀនដូចជាអត់មានអារម្មណ៍នឹងខ្លួនមើលទៅដូចកំពុងតែបែកបាក់ស្នេហាអីចឹងណាហើយតួប្រុសមានអារម្មណ៍ចំណាយគេភ្លាមមិនក៏ចេះតែនិយាយពីវៃលៀនអញ្ចឹងមិនក៏មិននិយាយពីខ្ញុំខ្លះខ្ញុំក៏ឈឺដូចគ្នាដែរពេលនោះតួស្រីក៏សួរមិនដែរសក់ទុកយ៉ាងណាដែរតែតួប្រុសក៏មិនខ្វល់ទេតួស្រីក៏គាត់សំណូមពរឲ្យតួប្រុសទៅកន្លែងវឹកហាត់ជាមួយគ្នាទៅព្រោះអីតួប្រុសគឺជាមនុស្សប៉កែម្នាក់ហើយណាក៏ជួយផ្ដល់ការណែនាំខ្លះៗទៅកុំឲ្យអត់សោះអញ្ចឹងណាតែតួប្រុសក៏ថាគាត់មិនទៅតួស្រីសុំវល់ឲ្យតួប្រុសទៅយ៉ាងណាក៏តួប្រុសមិនទៅដែរហើយតួស្រីល្ងងងក់ហ្មងថ្ងៃនេះពួកគេមកវឹកហាត់ទាំងអស់គ្នាតែចាប់អារម្មណ៍ឃើញថាវៃលៀនព្យាយាមខិតខំប្រឹងប្រែងវឹកហាត់ខុសគេខុសឯងអញ្ចឹងណាបន្ទាប់ពីវឹកហាត់ហើយពួកគេក៏មកញ៉ាំអីជុំគ្នានឹងពិភាក្សាជាបន្តទៀតថាត្រូវប្រើយុទ្ធសាស្ត្របែបណាដើម្បីប្រកួតឲ្យឈ្នះគេអញ្ចឹងទៅគេនាំគ្នាបែងចែកគ្នានិងរៀបចំវិធីសាស្ត្រផ្សេងៗអញ្ចឹងណាព្រោះឯការប្រកួតគេសិតតែមានតិចនិចរបស់គេតែមើលទៅវៃលៀនហាក់បីដូចជាគ្មានអារម្មណ៍ក្នុងខ្លួនសោះហ្មងក៏មានមិត្តភក្តិម្នាក់និយាយប្រាប់វៃលៀនសួរវៃលៀនថាវៃលៀនមិនក៏ឯងប្រហែលថ្ងៃនោះដូចជាចម្លែកម្លេះឬក៏ឯងខ្លាចក្រុមគេតែវៃលៀនក៏គាត់ប្រតិកម្មយ៉ាងរហ័សហ្មងថាគាត់មិនបានខ្លាចក្រុមគេទេតែមើលទៅគឺវៃលៀនកំពុងតែខ្លាចគេមេនឹងឯងវៃលៀនគាត់មកឈោកគិតឲ្យនឹងសម័យម្នាក់ឯងកាគាត់នៅពីក្មេងហ្នឹងណាមានក្រុមក្មេងៗផ្សេងៗមកធ្វើបាបគាត់វាយគាត់អីចឹងទៅគាត់មានបងប្រុសម្នាក់បងប្រុសរបស់គាត់មកតែមិនបានជួយគាត់ទេបែរជាមកស្ដីឲ្យគាត់បន្ថែមថាឯងនេះអន់ណាស់យើងគ្មានប្អូនប្រុសដូចជាឯងឡើយនិយាយទៅគឺពាក្យទាំងអស់ហ្នឹងធ្វើឲ្យដិតជាប់នៅក្នុងការចងចាំរបស់វៃលៀនរហូតហើយក្រុមដែលត្រូវប្រកួតជាមួយគ្នានៅថ្ងៃបន្ទាប់ទៀតដែលគ្រូប្រកាសហ្នឹងគឺជាក្រុមបងរបស់គាត់នឹងឯងអញ្ចឹងគាត់គ្មានជំនឿចិត្តថាគាត់នឹងយកឈ្នះបងរបស់គាត់ទេព្រោះអីបងរបស់គាត់តែងតែមើលងាយគាត់រហូតមកសាច់បងម៉ៅម្នាក់នេះគាត់ស្គាល់វៃលៀនដូចគ្នាដែរអញ្ចឹងទៅគាត់ក៏មកនិយាយលើកទឹកចិត្តវៃលៀនអញ្ចឹងណាកុំឲ្យខ្លាចនៅក្នុងការប្រកួតជាមួយនឹងបងប្រុសខ្លួនឯងយើងចាញ់បងរបស់ខ្លួនឯងគឺជារឿងធម្មតាទេតែអ្វីដែលសំខាន់យើងមិនត្រូវចាញ់ខ្លួនឯងឡើយអញ្ចឹងទោះជាលទ្ធផលយ៉ាងណាក៏ដោយគឺយើងត្រូវតែតស៊ូហើយនឹងគាត់លើកទឹកចិត្តឲ្យវៃលៀននឹងចូលរួមប្រកួតកុំកិច្ចវេះហើយកុំខ្លាចបងរបស់ខ្លួនឯងចាញ់ឈ្នះជារឿងធម្មតាអញ្ចឹងណាតែវៃលៀនគាត់គ្មានអារម្មណ៍ទេមើលទៅដូចគាត់មានបញ្ហាសតិអារម្មណ៍មួយបងគាត់ខ្លាំងមែនទែនកន្លងផុតទៅគ្រប់គ្នាសិតតែខំប្រឹងវឹកហាត់ដើម្បីឲ្យខ្លួនឯងទទួលបានជ័យជំនះហើយវៃលៀននឹងក៏គាត់ព្យាយាមវឹកហាត់ដែរគាត់គិតក្នុងចិត្តថាបងស្រីម៉ៅនឹងគឺនិយាយត្រូវបើសិនជាគាត់ចាញ់បងប្រុសរបស់គាត់ជារឿងធម្មតាតែសំខាន់គាត់មិនត្រូវចាញ់ខ្លួនឯងទេដូច្នេះហើយគាត់សម្រេចចិត្តទៅប្រឡងធ្វើចិត្តឲ្យសប្បាយរីករាយណាហើយថ្ងៃប្រឡងក៏ឈានចូលមកដល់គ្រប់គ្នាគឺសិតតែត្រៀមប្រឡងទាំងអស់គ្នាគណៈកម្មការក៏គេបានហៅក្រុមទាំងពីរហ្នឹងមកឈរទល់មុខគ្នាប្រកាសឈ្មោះប្រកាសអីដើម្បីប្រឡងអញ្ចឹងណាហើយគេក៏ចាប់ផ្ដើមការប្រកួតគ្នាដែលការប្រកួតហ្នឹងអេដមីនសូមសង្ខេបខ្លីៗទៀតហើយក្រុមតួស្រីរបស់យើងណាតួប្រុសបានចូលរួមប្រកួតទេតែតួប្រុសក៏ទៅឈរមើលនឹងគេដែរតែក្រុមតួស្រីរបស់យើងគឺអន់ខ្លាំងមែនទែនហើយក្រុមគេខ្លាំងហ៎អញ្ចឹងមិនទាន់បានអីផងគេឈ្នះមួយដោយពិន្ទុទៅហើយតួស្រីបានប្រាប់កូនក្រុមទាំងអស់គ្នាថាកុំឲ្យបាក់ទឹកចិត្តនេះទៅតែតង់ទី1តែប៉ុណ្ណោះយើងនៅមានការប្រកួតគ្នាជាបន្តទៀតពួកគេក៏នាំគ្នាពួតដៃគ្នាជាបន្តទៀតអញ្ចឹងណាហើយម៉ៅហើយនឹងតួប្រុសនឹងគឺនាំគ្នាឈរមើលពីក្រៅនឹងបាននិយាយគ្នាយ៉ាងច្រើននិយាយទៅស្គាល់គ្នាអស់ហើយជាមួយនឹងបងស្រីម៉ៅតួស្រីវ៉ែនប៊ីងអីហ្នឹងណាហើយវ៉ែនប៊ីងហ្នឹងក៏ដឹងថាវៃលៀនហ្នឹងគឺជាប្អូនរបស់ដៃគូប្រកួតនឹងដែរអញ្ចឹងគាត់បារម្ភខ្លាំងមែនទែនចំណែកឯការប្រកួតតង់ទី2នេះគឺថានាំគ្នាខិតខំប្រកួតតែបងរបស់វៃលៀនហ្នឹងគឺរត់បុកប្អូនខ្លួនឯងដួលព្រុសហ្មងវៃលៀនដួលរហូតហើយតាំងទី2នេះក៏ក្រុមរបស់គេជាអ្នកឈ្នះទេដែរមិនមែនជាក្រុមរបស់តួយើងទេចំណែកឯការប្រកួតតង់ទី3ក៏បានចូលមកដល់ហើយម្នាក់គឺខិតខំប្រឹងប្រែងទាំងអស់គ្នាតែនៅពេលដែលតួស្រីគាត់បានឱកាសគាត់បានវាយកូនគោលនឹងទៅឲ្យខាងវៃលៀនហើយវៃលៀនក៏បានឱកាសក្នុងការសុទ្ធបញ្ចូលទីដែរតែគាត់ឥឡូវតែភ័យខ្លាចគាត់សម្លឹងទៅឃើញបងគាត់រត់មកអញ្ចឹងទៅធ្វើឲ្យគាត់អត់មានអារម្មណ៍អត់មានសមាធិក្នុងខ្លួនទេដែលធ្វើឲ្យបងគាត់ច្រានគាត់ដួលព្រុសទៀតហើយបងគាត់ក៏បានសុទ្ធបញ្ចូលទីអញ្ចឹងសរុបទៅក្រុមគេឈ្នះទាំង3វគ្គហ្មងរីឯតួប្រុសឯនេះវិញគឺគាត់ឈរមកពីចម្ងាយគាត់គិតថាវៃលៀនមានអារម្មណ៍ភ័យខ្លាចចំពោះបងប្រុសរបស់ខ្លួនគាត់ដឹងរឿងអញ្ចឹងណា
ตัวប្រុសនិយាយថាគ្មានអ្នកណាអាចជួយវៃលៀនបានទេក្រៅពីវៃលៀនខ្លួនឯងទៅបើកបេះដូងទទួលយកនិងទៅអាចប្រកួតឈ្នះជាមួយនឹងក្រុមបងរបស់ខ្លួនបានហើយចុងក្រោយក្រុមរបស់តួស្រីចាញ់គេទាំង3គ្រាប់អូយតែមិនខ្មាស់គេទេព្រោះអីយើងជាសិស្សប្អូនរបស់គេអញ្ចឹងណាក៏ប៉ុន្តែមកកន្លែងសម្រាប់វិញម្នាក់គឺខឹងវៃលៀនមែនទែនព្រោះអីឱកាសចុងក្រោយវៃលៀនមានឱកាសក្នុងការសុទ្ធបញ្ចូលទីមួយគ្រាប់តែហេតុអីបានជាមិនព្រមសុទ្ធវាយបញ្ចូលទីអញ្ចឹងភាគច្រើនគេខឹងវៃលៀនណាក៏ប៉ុន្តែតួស្រីហើយនឹងមិត្តភក្តិម្នាក់ទៀតនឹងបានមកហាមអាចនឹងមានហេតុផលផ្សេងៗដោយសារវៃលៀនក៏មិនចង់ចាញ់ដែរតែវៃលៀនក៏និយាយប្រាប់ការពិតថាម្នាក់នៅខាងក្រុមគេដែលជាជើងខ្លាំងនឹងគឺជាបងប្រុសរបស់ខ្ញុំដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែនវៃលៀនក៏ដើរចេញទៅបាត់ទៅថ្ងៃនេះសិស្សទាំងអស់គ្នាមករៀនធម្មតាតែនៅពេលដែលអ្នកគ្រូហៅវត្តមានក៏ស្រាប់តែអត់ឃើញវត្តមានរបស់វៃលៀនទេតួស្រីក៏ឆ្លើយជំនួសថាវៃលៀនសុំច្បាប់ឈឺអ្នកគ្រូអូខេអត់បញ្ហាទេតែតួស្រីដឹងថាវៃលៀនគឺមិនស្រួលក្នុងចិត្តទេតួស្រីក៏ដើរមកគោះទ្វារវៃលៀនឲ្យទៅរៀនវិញតែវៃលៀនអត់បើកទ្វារដល់ម៉ោងត្រូវវឹកហាត់ទៀតហើយគ្រប់គ្នាជួបជុំគ្នាអ្នកគ្រូក៏ដើរមកសួរទៀតដែរណាវៃលៀនហើយតួស្រីក៏និយាយទៀតថាវៃលៀនសុំច្បាប់ឈឺអ្នកគ្រូតែអ្នកគ្រូអត់ជឿទេអ្នកគ្រូបានផ្ដាំតួស្រីថាឲ្យទៅប្រាប់វៃលៀនផងបើសិនជាគាត់នៅតែកិច្ចសាលាអត់ព្រមចូលរៀនទៀតគាត់នឹងដេញវៃលៀនចេញហើយកន្លែងនេះធ្វើឲ្យតួស្រីព្រួយបារម្ភមែនទែនគ្រប់គ្នាដេញឲ្យតួស្រីទៅនិយាយជាមួយវៃលៀនទៅតួស្រីក៏សម្រេចចិត្តថាទៅរកវៃលៀនដើម្បីនិយាយគ្នាណាគាត់ក៏រកវៃលៀនជួបពិតប្រាកដមែនហើយនឹងគាត់ទៅព្យាយាមនិយាយលេងសើចសប្បាយចុះឃើញមុខវៃលៀនសែតតែវៃលៀនអត់សើចសប្បាយជាមួយគាត់ទេតួស្រីក៏ឧបមាគាត់យកចង្កឹះមកឲ្យវៃលៀនមើលថាយើងទាំងអស់គ្នាគឺប្រៀបបីដូចជាចង្កឹះនឹងហ្មងឥឡូវមើលចង្កឹះនឹងបើសិនជាចង្កឹះតែមួយគឺស្រួលកាច់បាក់មែនទែនគាត់ក៏យកចង្កឹះនឹងមកកាច់ទៅចៃដន្យឯងកាច់អត់បាក់ឯងគាត់ថាវ៉ាវធ្វើមិនទៅកាច់អត់បាក់ឯងគាត់ព្យាយាមកាច់ឡើងណានៃហ្មងទ្រាំទៅចង្កឹះនឹងបាក់ហើយគាត់យកមកឲ្យវៃលៀនមើលឃើញអត់ឥឡូវវាបាក់ហើយចុះបើសិនជាចង្កឹះមួយបាត់វិញគាត់ក៏យកចង្កឹះមកបាត់មកគាត់ថាឃើញឯងកាច់មិនក៏មិនបាក់ដែរអញ្ចឹងគ្រប់យ៉ាងគឺវាអាស្រ័យលើការសាមគ្គីគ្នាថ្ងៃនេះយើងបរាជ័យដោយសារយើងអត់បានសាមគ្គីគ្នាតែថ្ងៃក្រោយបើសិនជាយើងសាមគ្គីគ្នាយើងនឹងជោគជ័យអីចឹងណាបើមិនជឿទេវៃលៀនឯងសាក់កាច់មើលកាច់ចង្កឹះមួយបាច់ហ្នឹងអត់បាក់ឯងវៃលៀនក៏កញ្ឆក់ពីដៃតួស្រីហ្នឹងក៏កាច់ឲ្យតួស្រីមើលបាក់ផុសអស់លីងហ្មងតួស្រីនឹកឃើញវ៉ាវដល់ថ្នាក់ហ្នឹងអាហ្នឹងមកពីគុណភាពចង្កឹះទេចង្កឹះហ្នឹងគុណភាពមិនល្អហើយទៅតួវៃលៀនហ្នឹងក៏សួរថាមានរឿងអីឲ្យមែនទេនិយាយមកបាច់ពវៀងវែងឆ្ងាយទេតួស្រីក៏និយាយថាអ្នកគ្រូក៏ថាបើសិនជាវៃលៀននៅតែកិច្ចសាលាបែបនេះអ្នកគ្រូនឹងដេញចេញហើយវៃលៀនក៏និយាយទាំងសេតមកវិញថាឲ្យគាត់ដេញខ្ញុំចោលចោះហើយវៃលៀនក៏ងើបដើរចេញទៅបាត់ទៅចឹងសូមស្លេះតែប៉ុណ្ណេះសិនអរគុណដែលចូលចិត្តការសម្រាយរឿងរបស់ admin តែកុំភ្លេចជួយ share ចូលក្នុង Facebook ម្នាក់មួយផងណាដើម្បីឲ្យកាន់តែឡើង view បន្ថែមទៀតគឺជាការលើកទឹកចិត្តដល់ admin ម្យ៉ាងដែរអរគុណច្រើនចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាបាយបាយអូនិយាយមួយសិនមាន fan សួរថា admin សំឡេងផោមមែនពេលដែល admin តែងសម្រាយរឿងឬសំឡេងគ្រិចគ្រុកដូចផោមអញ្ចឹងណាចង់និយាយថាមិនមែនទេសំឡេងកៅអីរបស់ admin អង្គុយហ្នឹងវាលឺសំឡេងរហូតឲ្យតែ admin រើបន្តិចវាលឺរហូតហើយណាឈ្នះកាត់ដល់អញ្ចឹងដាក់សំឡេងដូចផោមហ្នឹងចូលទៅរហូតតែមិនមែន admin ផោមទេណានិយាយគ្នាហើយអរគុណច្រើនបាយបាយបើសរសេរមិនច្បាស់ខ្ញុំចាំអត់អស់ទេអូវីតាមីនឲ្យអីនេះមកខ្ញុំទឹកដោះគោក AD ជំនួយសុខភាពកុមារទឹកដោះគោក AD ញ៉ាំមួយថ្ងៃមួយដបធ្វើឲ្យសុខភាពល្អរាល់ថ្ងៃ AD លេខ1គុណភាព ISO 20000